បាទសូមជំរាបសួរបាទពុកម៉ែបងប្អូនប្រជាកសិករដែលនិយមចូលចិត្តបាទនៅការចិញ្ចឹមជ្រូកមាន់ទាបាទបែបលក្ខណៈគ្រួសារហ្នឹងហើយបាទអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកបងប្អូនអំពីវត្ថុធាតុដើមផ្សំចំណីហ្នឹងហើយវត្ថុធាតុដើមផ្សំចំណីនេះគឺមានពីរប្រភេទណាបងប្អូនណាមានពីរប្រភេទអញ្ចឹងដែលបងប្អូនធ្លាប់ហ្នឹងហើយតាមដានវីដេអូខ្ញុំប្រហែលជាស្គាល់ហើយហ្នឹងហើយចានេះគឺខ្ញុំប្រើជាប្រចាំសម្រាប់ការចិញ្ចឹមសត្វរបស់ខ្ញុំប្រើវាជាប្រចាំលីចំណីរហូតហ្នឹងហើយអញ្ចឹងនេះក៏ចង់មកចែកម្លែកបងប្អូនបញ្ជាក់បន្ថែមអញ្ចឹងណាក៏លោកបងប្អូនភ្លេចអីចឹងទៅហ្នឹងហើយអញ្ចឹងវត្ថុធាតុដើមទី1គឺម្សៅជីវជាតិចម្រុះបាទម្សៅជីវជាតិចម្រុះនេះគឺវាមាននឹងសារជាតិជំនួយសារជាតិប៉ូវបំប៉នបាទជំនួយជាច្រើននៅក្នុងហ្នឹងចឹងក្នុងការលីចំណីនេះគឺដាក់ទៅល្អមែនតើបាទចឹងសម្រាប់វត្ថុធាតុដើមមួយទៀតគឺប្រភេទម្សៅបន្លែបាទម្សៅបន្លែបំប៉នណាបងប្អូនបាទម្សៅបន្លែបំប៉ននេះគឺវាមានសារជាតិប៉ូវជំនួយជាច្រើនដែរអ្វីដែលសំខាន់នោះគឺវាជំនួយដល់ប្រព័ន្ធពន្លាហាររបស់សត្វបាទប្រព័ន្ធពន្លាហាររបស់សត្វនិងមានការទម្លាក់សត្វល្អិតផងដែរបងប្អូនបាទអញ្ចឹងបញ្ជាក់តិចដែរក្នុងការទម្លាក់សត្វល្អិតនេះគឺវាធ្លាក់តាមបែបធម្មជាតិណាអញ្ចឹងវាមិនធ្លាក់ដូចដែលយើងប្រើថ្នាំពេទ្យប្រើថ្នាំវិទ្យាសាស្ត្រអីទេវាធ្លាក់តាមបែបធម្មជាតិអញ្ចឹងវាធ្លាក់បន្តិចម្ដងទៅរហូតដល់អស់អញ្ចឹងទៅអញ្ចឹងសត្វរបស់យើងគឺស៊ីទៅគឺមានសុខភាពល្អធំលឿនមែនតើហ្នឹងហើយអញ្ចឹងពីរមុខគឺសំខាន់ណាស់ហ្នឹងហើយសម្រាប់ក្នុងការចិញ្ចឹមសត្វរបស់ខ្ញុំណាអញ្ចឹងបងប្អូនដែលចិញ្ចឹមជ្រូកដូចជាចិញ្ចឹមមាន់ទាអីជួបផ្ទះនៅបញ្ហាក្រិនបាទសាច់ឆ្លេកឆ្លាំងអីហ្នឹងហើយចាំយូរខែយូរថ្ងៃឯងមិនងាយបានលក់ទេអាចយកម្សៅហ្នឹងហើយជីវជាតិចម្រុះក៏ដូចជាម្សៅបន្លែបំប៉នយកទៅលាយជាមួយចំណីបានហ្នឹងហើយអញ្ចឹងគឺដាក់លាយជាមួយចំណីទៅគឺហ្នឹងហើយជ្រូកមាន់ទាយើងស៊ីទៅគឺធំលឿនឲ្យដៃហ្មងហ្នឹងហើយបញ្ជាក់តិចដែរអានេះគឺសម្រាប់ទម្ងន់របស់វាមកកញ្ចប់1គីឡូហ្នឹងហើយមកកញ្ចប់1គីឡូហ្នឹងហើយក្នុងការលាយចំណីនេះគឺលាយជាមួយចំណីបានគ្រប់ប្រភេទហ្នឹងហើយមិនថាបងប្អូនលាយជាប្រភេទចំណីសូនឬក៏ចំណីគ្រាប់ឬក៏ចំណីលាយកន្ទុកអីទេអញ្ចឹងគឺយកទៅលាយបានណាកាផ្លេហ្មងហ្នឹងហើយអញ្ចឹងបងប្អូនដែលចង់ឲ្យហ្នឹងហើយជ្រូកមាន់ទាអីចិញ្ចឹមទៅល្អហ្នឹងហើយធំលឿនឆាប់បានលក់មកជៀសផុតពីជំងឺឈឺឆ្កាត់អីផ្សេងហ្នឹងហើយអញ្ចឹងអាចមកប្រើនឹងវត្ថុធាតុដើមពីរមុខនេះបានបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទសូមជម្រាបលា